បាទសួស្តីបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកថាតើពេលដែលយើងជាប់ការងារបាទតួនាទីជាភ្នាក់ងារឥណទានឬក៏ CEO ហ្នឹងថាតើយើងទទួលខុសត្រូវឬក៏មានកាតព្វកិច្ចអ្វីខ្លះលើការងារហ្នឹងបាទអញ្ចឹងការទទួលខុសត្រូវទី1បាទឬក៏កាតព្វកិច្ចទី1បាទគឺយើងផ្សព្វផ្សាយនៅផលិតផលឥណទានឬក៏ផលិតផលផ្សេងទៀតរបស់ស្ថាប័នបាទដែលតាមការចាត់ចែងរបស់ប្រធានសាខាបាទទី2ធ្វើការវិតម្លៃឬក៏បញ្ចេញឥណទានឲ្យគ្រប់ផែនការបាទតាមការចាត់ចែងរបស់ប្រធានសាខាបាទហើយការងារទី3បាទអញ្ចឹងបន្ទាប់ពីយើងបញ្ចេញហើយគឺយើងតាមដានឥណទានដែលយើងបានបញ្ចេញហើយគ្រប់គ្រងឥណទានដែលយើងបានបញ្ចេញឲ្យមានគុណភាពល្អបាទគឺគ្រប់គ្រងនឹងរួមទាំងការដោះស្រាយឥណទានយឺតយ៉ាវផ្សេងបាទដែលបើសិនជាកម្ចីនឹងមានបញ្ហាបាទហើយការទទួលខុសត្រូវទី4បាទគឺតំណែងតំណងជាមួយនឹងបុគ្គលិកខាងក្នុងអតិថិជនដែលយើងមានស្រាប់និងអតិថិជនផ្សេងឬក៏អាជ្ញាធរមូលដ្ឋានដែលយើងកាន់កាប់នៅក្នុងភូមិឃុំដែលយើងប្រតិបត្តិការនឹងបាទហើយការទទួលខុសត្រូវទី5គឺឬក៏កាតព្វកិច្ចទី5ហ្នឹងគឺធ្វើរបាយការណ៍ជូនថ្នាក់គ្រប់គ្រងបាទដែលមានជាប្រចាំថ្ងៃប្រចាំខែហើយនឹងប្រចាំសប្តាហ៍បាទអញ្ចឹងទាំងអស់នេះជាកាតព្វកិច្ចឬក៏ការទទួលខុសត្រូវពេលដែលយើងបម្រើការងារជាភ្នាក់ងារឥណទានបាទដែលបងប្អូនស្គាល់ថា CEO ហ្នឹងបាទហើយមានការងារផ្សេងជាច្រើនទៀតបាទអាស្រ័យលើការចាត់ចែងរបស់ប្រធានសាខាបាទសូមអរគុណ